ខ្សែទឹកខាងក្នុងចៅពេជ្រកុមារបុប្ផាជ្រួយថ្មគឺនៅខាងបឹងកុកកំពង់ចាមទូកនេះឧបត្ថម្ភដោយលោកជំទាវលៀងវួឆេងសម្ដេចឧត្តមទេពញៀនហ៊ុនណេងឯកឧត្តមឧបនាយករដ្ឋមន្ត្រីនេតសាវឿនអ្នកអង្គការហ៊ុនតូលោកអង្គការឈុនថារីលោកអង្គការលេងហួរនិងលោកអង្គការលឹមបណាបាទគឺខ្សែទឹកខាងក្នុងឯខ្សែទឹកខាងក្រៅមហាទន្សាយតេជោសែនជ័យបាទមហាទន្សាយតេជោសែនជ័យនៅពេលនេះស្ថិតនៅខ្សែទឹកខាងក្រៅនៅតែប៉ុណ្្នេះទេបាទមិនទាន់ហ៊ានថាបងព្រៀបមិនទាន់ហ៊ានថាលូតបណ្ណាទេបាទមហាទន្សាយតេជោសែនជ័យឧបត្ថម្ភដោយឯកឧត្តមបណ្ឌិតសភាចាហងជួនអរុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាចាចៅពេជ្រកុមារបុប្ផាជ្រោយថ្មខ្សែទឹកខាងក្នុងខ្សែទឹកខាងក្រៅមហាទន្សាយតេជោសែនជ័យចាកុកបានអ្នកនៅហ្នឹងមូលដ្ឋានហ្នឹងបង្កុកអើយបង្កុកលឿនម៉េចបាទបង្កុកអើយចាំមហានសាយផងតែមហានសាយលឿនដែរហ្នឹងលឿនដែរក៏ប៉ុន្តែទៅមិនរួចតែមិនដាច់ទេបាទលបឿននេះលឿនមែនទេបាទខុសត្រូវតែបន្តិចបន្តួចទេនៅពេលនេះឃើញថាខ្សែទឹកខាងក្នុងចៅពេជ្រកុមារបុប្ផាជ្រោយថ្មបានទទួលជ័យជំនះ